ពាក្យចាស់ពោលថារពឹសដៃផ្ទៃឆ្អែតពិតជាត្រឹមត្រូវមែនរពឹសដៃនឹងមិនមែនទៅលួចរុករើរបស់គេទេបងប្អូនជាប់គុកតែវាមានន័យថាជាការរពឹសដៃដាំនេះដាំនោះដូចជាបន្លែបកាគ្រឿងជីកុលក្រៃស្លឹកខ្ទឹមអីហ្នឹងបន្តិចបន្តួចហ្នឹងបងប្អូនដែលយើងឆ្លាស់បណ្ណាយើងរៀបចំដាំប៉ុណ្ណឹងទៅដើម្បីកាត់បន្ថយចំណាយផងដើម្បីកាត់ stress ផងបើមិនជាយើងអត់សូវរវល់ខ្លាំងណាតែបើថាបងប្អូនរវល់អត់មានពេលទៅដាំទេអាហ្នឹងក៏តាមហ្នឹងទៅដូចថ្ងៃនេះអញ្ចឹងខ្ញុំឆាគ្រឿងត្រេងដែរក្នុងហ្នឹងគ្រឿងដែលទិញគេគឺមានតែគ្រឿងទេសត្រីហើយនិងខ្ទឹមសឯងដែលដាំខ្លួនឯងមិនបានចិញ្ចឹមខ្លួនឯងអត់បានណាបងប្អូនចំណែកឯសណ្តែកគួរសណ្តែកដីកុលក្រៃរមៀតហើយនិងស្លឹកក្រូចសើចអីហ្នឹងសុទ្ធតែដាំដុះនៅផ្ទះទាំងអស់និយាយទៅខែវស្សាអញ្ចឹងអត់ពិបាកដាំទេគ្រាន់តែដាំចោលមិនស្រោចទឹកស្រោចអីច្រើនទេគឺចាំតែទឹកភ្លៀងមកគឺតំណាំយើងបានផ្លែបានផ្កាឲ្យយើងហូបហើយបន្លែដែលយើងដាំខ្លួនឯងមានរសជាតិឆ្ងាញ់ជាងទិញពីផ្សារមកឆ្ងាយបងប្អូនបើមិនជឿសាកដាំមើលដោយសារយើងអត់បានបាញ់ថ្នាំគីមីអីច្រើនទេយើងទុកខុសខ្លួនឯងយើងគិតពីសុខភាពខ្លួនឯងដែរដាក់តែជីធម្មជាតិទៅណាអស់បើសិនជាបងប្អូនមានចំមាន់ចំគោអីទៀតគឺហ្នឹងហើយដាក់ជីហ្នឹងទៅល្អណាស់